សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមកចែករំលែកទាក់ទងជាមួយនឹងការ high sit ខាងក្រោមនេះណាហើយនឹងការរបៀប source sit មកវិញបាទអញ្ចឹងចិត្តដំបូងយើងចូល file option advanced ទៅស្វែងរកនៅ display option for this worksheet អញ្ចឹងអ្នកនាងទៅដល់ tick នៅក្នុង slide show worksheet នេះណាបាទអញ្ចឹងវានឹង high worksheet ទាំងអស់ខាងក្រោមនេះណាអញ្ចឹងទីឲ្យចុចទៅវាទៅ page ដែលយើងទៅយើង link ទៅវិញណា home page វិញចុច page ដែលយើងចង់ទៅបាទហ្នឹងហើយនេះរបៀបឲ្យយើងឲ្យ sync ដើម្បី show sheet យើងមកវិញអ្នកនរចូលទៅកាន់ file option advanced និង rotate display option for this workbook វិញណាវាចុច tick វាទៅបាទវានឹងឲ្យ worksheet ឲ្យយើងវិញឡើងទៅបងបាទចំពោះការបង្ហាញតទៅជាមួយនឹងការ high sheet និង source sheet នេះមានប៉ុណ្ណឹងហើយក្នុងករណីដែលអ្នកនរគ្នាចង់ចេះមុនក៏វាប្រើប្រាស់ Excel ផ្សេងទៀតអ្នកគេអាចតសេជា comment មកtrongនឹងវីដេអូសម្រាប់អ្នកដើម្បីបញ្ចូលក្នុងការអនុវត្តការងារប្រចាំថ្ងៃបាទហើយកុំភ្លេចជួយ like follow subscribe ក្នុង channel របស់ខ្ញុំផងបាទសូមអរគុណច្រើន